អុញនោះសារព័ត៌មានខោសុទ្ធជាភាសាអង់គ្លេសបានចុះផ្សាយថាឧត្តមសេនីយ៍ប៊ុនស៊ិនផាត់ខ្លាំងឬយើងហៅថាអាបាត់ឃ្លាំងស្ថាបនិក3ថ្ងៃវាយដល់ទីក្រុងភ្នំពេញដែលជាអតីតមេភូមិភាគទី2របស់ថៃដែលឥឡូវនេះគឺជាទីប្រឹក្សារបស់កងទ័ពថៃស្រាប់តែមានសារព័ត៌មានខោសុទ្ធនៅពេលព្រឹកនេះបានផុសថាលោកជួបនឹងគ្រោះថ្នាក់ចរាចរណ៍ហើយត្រូវភ្លើងឆេះរថយន្តហើយត្រូវស្លាប់នៅក្នុងរថយន្តនោះតើវាជាការពិតឬខណៈពេលដែលសារព័ត៌មានខោសុទ្ធចុះផ្សាយទើបតែបានប្រមាណម៉ោងហើយក៏លុបចោលវិញរឿងនេះយើងមិនទាន់មានឃើញការចេញបកស្រាយពីស្ថាប័នណានោះទេតើវាអាចមកពីសារព័ត៌មានខោសុទ្ធត្រូវបានគេហែកឬមួយក៏ជារឿងពិតប៉ុន្តែគេបិទព័ត៌មានដោយសាររឿងនេះវាគប់ជួនជាមួយនឹងថ្ងៃដែលយើងត្រូវចុះកិច្ចព្រមព្រៀងសន្តិភាពក្រោមអធិបតេយ្យភាពឯកឧត្តមប្រធានាធិបតីដូណាល់ត្រាំបើសិនជារឿងនេះជារឿងពិតយើងអាចនិយាយថាកម្ពុជាមានពិតពីព្រោះវាដល់ថ្ងៃដែលត្រូវបញ្ចប់សង្គ្រាមមានកិច្ចព្រមព្រៀងសន្តិភាពស្រាប់តែស្ថាបនិកអ្នកដែលអុកឡុកបង្កើតសង្គ្រាមបញ្ឆេះកំហឹងស្លាប់ហើយស្លាប់នៅក្នុងភ្នក់ភ្លើងទៀតប៉ុន្តែយ៉ាងណាក៏ដោយយើងមិនដឹងថាជារឿងពិតឬមិនពិតទេប៉ុន្តែបងប្អូនអាចទាញជាសេណារីយ៉ូមកអះអាងបានទេសេណារីយ៉ូទី1ដល់ពេលដែលគេបញ្ចប់សង្គ្រាមគឺគេដល់ពេលដែលគេត្រូវធ្វើស៊ីអាបាតឃ្លាំងរឿងនេះឧទាហរណ៍ថាពេលដែលចប់សង្គ្រាមគឺគេកាប់សេះយកសាច់ស៊ីករណីនេះគេអាចថាគេបញ្ចប់ជីវិតធ្វើស៊ីអាបាតឃ្លាំងមួយដើម្បីបញ្ចប់បញ្ហាទូទៅក្រោយមកគេយកលេសឬមួយក៏ទម្លាក់កំហុសគ្រប់យ៉ាងទៅបុគ្គលនេះវាអាចជារឿងមួយខណៈដែលយើងដឹងថារដ្ឋាភិបាលថៃបច្ចុប្បន្នកំពុងតែមានបញ្ហាហើយស្ថានភាពផុយស្រួយមែនទែននៅក្នុងជួរផ្ទៃក្នុងរដ្ឋាភិបាលថៃចាប់តាំងពីរឹកខ្សែរាជវង្សហើយរឿងទី2អាចថាវាជារឿងស្រាលទៅចុះករណីនេះវាពិតប៉ុន្តែគេមិនបង្ហាញដោយសារស្ដេចម្ដាយរបស់ស្ដេចថៃកំពុងតែចូលសោយទីបង្គត់ដូច្នេះប្រជាជនថៃកំពុងតែកាន់ទុក្ខអញ្ចឹងរឿងនេះគឺគេមិនចង់ឲ្យវាខ្ចល់ខ្ចាយអញ្ចឹងបានគេបិទតែម្ដងចំណែករឿងទី3ដែលយើងរំពឹងថាប្រហែលជាសារព័ត៌មានខោសុទ្ធត្រូវបានគេហែកឬមួយក៏យ៉ាងណារឿងនេះគឺយើងមិនដឹងទាំងអស់គ្នាប៉ុន្តែបើសិនជាវាជាការពិតយើងនឹងឃើញច្បាស់ថាបារមីដូនតាខ្មែរពិតជាពូកែមែនហើយសង្ឃឹមថាកិច្ចព្រមព្រៀងនេះចប់ខាងថៃនឹងបញ្ចប់មហិច្ឆតាឈ្លានពានហើយយើងនឹងរស់នៅដោយសុខសន្តិភាពបងប្អូនចាំតាមដានទាំងអស់គ្នាចាំមើលថាតើទៅថ្ងៃខាងមុខមួយសប្តាហ៍ពីរសប្តាហ៍មួយខែពីរខែតើយើងឃើញចេញមុខអាបាត់ឃ្លាំងនៅក្នុងបណ្ដាញសង្គមបណ្ដាញសារព័ត៌មានឬចេញនៅតាមវេទិកាសាធារណៈនៅក្នុងប្រទេសថៃឬទេប្រសិនបើស្រាប់តែបាត់មុខបុគ្គលម្នាក់នេះឈឹងនោះយើងនឹងដឹងថាវាជាការពិតបុគ្គលម្នាក់នេះពិតជាស្លាប់ប៉ុន្តែបើសិនជាបុគ្គលនេះនៅតែចេញមុខនោះយើងសង្ឃឹមថាវាជាព័ត៌មានคล้ายៗប៉ុន្តែបងប្អូនយើងសំពាវនាវអង្វរឲ្យបុគ្គលម្នាក់នេះស្ងាត់មុខទៅចុះពីព្រោះបើសិនជានៅតែក៏ឃ្លើនមើលងាយខ្មែរមិនយូរមិនឆាប់បាបកម្មនឹងតាមដល់ដូនតានឹងតាមកាច់ជាមិនខានជាពិសេសបារមីប្រាសាទព្រះវិហារដូនតាដែលកសាងប្រាសាទព្រះវិហារលោកខឹងណាស់ពីព្រោះវាបានទម្លាក់គ្រាប់បាញ់ធ្វើឲ្យខូចខាតប្រាសាទព្រះវិហារបាទបងប្អូននេះជាព័ត៌មានដែលខ្ញុំចាប់អារម្មណ៍នៅព្រឹកនេះហើយសង្ឃឹមថាបងប្អូនយល់យ៉ាងណាដែរអាច comment បាន